បងប្អូនណាខ្លះដែលមិនទាន់បានទៅកំសាន្តជួបអាបីអញ្ចឹងបឹងជួបអាបីសម្រាប់ខ្ញុំទៅថ្ងៃនេះខ្ញុំឃើញថាពិតជាស្រស់ស្អាតហើយខ្យល់បរិសុទ្ធត្រជាក់ចិត្តមែនទែនដោយសារតែគាត់ធ្វើកញ្ចុះនៅលើទឹកហើយគាត់រៀបចំតុបតែងមានគ្រប់ពណ៌ស្អាតមែនទែនថ្ងៃនេះហើយតើតើនឹងលើម្ហូបក៏ថ្លៃសមរម្យដែរមិនថ្លៃហើយក៏មិនថោកពេកដែរចំណែកពីគុណភាពរសជាតិគឺឆ្ងាញ់មែនទែនសម្រាប់ខ្ញុំថ្ងៃនេះហើយកន្លែងរបស់គាត់នេះគឺបើកពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យគាត់បើកចាប់ពីម៉ោង10ព្រឹកដល់ម៉ោង10យប់ហើយដូចជាកន្លែងដែលខ្ញុំដើរនេះគឺលើស្ពានដែលគាត់ធ្វើនៅលើទឹកហើយនៅក្រោមហ្នឹងគឺគាត់ដាក់ធុងសាំងបណ្ដែតនៅលើហ្នឹងតែម្ដងធុងសាំងហ្នឹងគឺបណ្ដែតស្ពានហ្នឹងឯងអញ្ចឹងចំណែកខ្ចោះនីមួយហ្នឹងគឺនៅលើទឹកតែម្ដងអញ្ចឹងពេលដែលយើងអង្គុយញ៉ាំអីនៅលើខ្ចោះហ្នឹងគឺយើងអាចស្ទូចត្រីស្ទូចអីលេងបាននៅក្នុងពេលហ្នឹងផងដែរហើយចំណែកត្រីដែលយើងស្ទូចបានយើងអាចយកមកផ្ទះក៏បានយើងអាចឲ្យចុងភៅធ្វើរនំក៏បានដែរអញ្ចឹងសម្រាប់បងប្អូនយើងដែលធ្វើការច្រើនធុញថប់ដូចខ្ញុំអីឲ្យតែថ្ងៃសៅរ៍អាទិត្យចាប់ដើមរកកន្លែងបន្ធូរអារម្មណ៍ហ្នឹងអញ្ចឹងបើសិនជាបងប្អូនចង់ទៅកំសាន្តឬចង់បន្ធូរអារម្មណ៍អីបងប្អូនអាចទៅលេងនៅបឹងកំសាន្តជួបអ្វីនេះទៅมันគឺមិនខំម្ដងឯងសម្រាប់eventរបស់ខ្ញុំបងប្អូនគួរតែទៅល្ងាចម៉ោង3ឡើង3 4ឡើងដល់ម៉ោង10យប់ទៅពួកគេបើកដល់ម៉ោង10យប់ពួកយើងទៅពេលព្រឹកអត់សូវស្អាតទេដោយសារគាត់អត់មានភ្ញៀវច្រើនហើយភ្លើងអត់ទាន់បើកពេលល្ងាចឡើងគឺមនុស្សច្រើនហើយនឹងគេបើកភ្លើងបើកទៅវាស្អាតហ្នឹងហើយនេះខ្ញុំទៅពេលព្រឹកដោយសារតែខ្ញុំមានកូនតូចចឹងអត់ចង់ដើរយប់គឺពិបាកដោយថាមានទឹកមានអីចឹងខ្លាចក្មេងគាត់លងទឹកអីចឹងដែរអញ្ចឹងបងប្អូនមើលតាមវីដេអូជាក់ស្ដែងទៅគឺស្អាតដល់គាត់មែនតើហើយក៏មានម្ហូបអីឆ្ងាញ់អញ្ចឹងខ្ញុំមើលវីដេអូខាងមុខបងប្អូនឃើញតែនឹងម្ហូបហើយថ្ងៃហ្នឹងខ្ញុំកំងតែ3មុខទេតែ3មុខនេះក៏យើងអស់ចូល$30ដែរអញ្ចឹងมันថ្លៃទេដោយសារតែម្ហូបគាត់ធំច្រើនហើយចានធំអាមាត់ជាតិហ្មងទៀតចាប់មកជំឈៀតcoi vậy đây cái hào kia ở đây là ghế ngon đúng rồi của cô làm nhiều chuyện của cô Nó không lại bà thời gian mới bông ăn nha sạch rồi họ sạch tươi gì vậy nó sạch lên nè nó này mình bơm đỏ cô toàn lẹo mà tươi rồi còn lâu tôi có đông tính riêng cả lâu tôi có đông tính sông khăn đi
chón nó thấy ra câu ấy đi 2 tháng chọn tự đọc cù đấy đã một đọc cô lá xin nói nha chẳng món đi mấy cái này cái này nó dương bị bay một lần